ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំមកស្លស្លក់ដោយសារអីបន្លែប្លុកធម្មជាតិនៅមុខផ្ទះនេះវាល្មមនឹងស្លក់បានមួយឆ្នាំងអញ្ចឹងណាចានេះអានេះបន្លែផ្អែមនេះក៏ឆ្ងាញ់ហើយបន្លែផ្អែមមិញហ្នឹងក៏ឆ្ងាញ់ដែរហើយមុននឹងស្លនោះមេក៏វាភ្លៀងមកបង្អោប៉ះជាមួយនឹងធម្មជាតិដាំដុះនៅមុខផ្ទះនឹងមើលទៅស្រស់ស្រាយមែនតើបងប្អូនចាចឹងពេលរាំងភ្លៀងនឹងនាងខ្ញុំក៏ឆ្លៀតបេះជាមួយនឹងបន្លែផ្អែមនេះជាប្រភេទបន្លែផ្អែមនៅខាងចកាលើខាងកំពង់ចាមយើងនោះมันមានណាបងប្អូនហើយទៅប៉ាខ្ញុំគាត់កាត់វាផ្សំមែកយកមកឲ្យដាក់ដាំអីចឹងទៅក៏បានមកផើងពីរផើងហើយចេះតែផ្សំតគ្នាទៅពូបន្លែផ្អែមមួយប្រភេទហ្នឹងគឺពេលដែលយើងដាក់ស្លវាគឺវាផ្អែមទឹកយើងចាំបាច់ដាក់ស្ករដាក់អីចឹងណាហើយនេះមើលកូនកំមុំកូនកន្លោះខ្ញុំអាប្អូនហ្នឹងអង្គុយដេកបៀមដៃទៅអាបងនេះគេលេងគេបបួលយើងលេងសរសេរកខអីចឹងទៅក្មេងតើតែយើងបបួលគាត់លេងឬក៏គាត់បបួលយើងលេងយើងកុំខ្ជិលលេងជាមួយគាត់ទៅដើម្បីគាត់បានចេះហើយយើងនឹងក៏រំលឹកមេរៀនចាស់របស់យើងដែរអញ្ចឹងណាហើយត្រឡប់មកមើលស្លរបស់នាងខ្ញុំវិញថ្ងៃនេះចេញមកស្លនៅខាងក្រៅព្រោះដោយសារចង់បកាត់ភ្លើងនឹងអាំងត្រីអាំងអីទុកគ្រាន់ស្លសឡក់អញ្ចឹងឬក៏ទុកបុកទឹកគ្រឿងទុកញ៉ាំទុកអីអញ្ចឹងណាបងប្អូនអញ្ចឹងយើងដាក់ស្លហើយសល់ភ្លើងសល់អីហ្នឹងក៏ទុកអាំងនេះអាំងនោះទៅចាហើយនេះនាងខ្ញុំស្លដាក់ក្បាលត្រីដៀបថ្ងៃនេះហើយក្បាលត្រីដៀបនេះមិនមែនត្រីទលេច្បាស់ជាត្រីចិញ្ចឹមព្រោះគ្រាន់តែខ្លាញ់វានឹងមួយកណោដែរហើយតែដោយសារឃើញមានពងហើយពងត្រីដៀបពងត្រីរស់ពងវាឆ្ងាញ់ពេលយើងញ៉ាំវាខុសពីពងត្រីផ្សេងអញ្ចឹងណាចាហើយនេះដាក់បងអំបិលហើយហ្នឹងខ្ញុំក៏ដាក់បន្លែណាដែលរឹងដាក់ចូលមុនដូចជាលពៅជាមួយនឹងត្រាវអីចឹងទៅហើយបន្ទាប់ពីហ្នឹងក៏ខ្ញុំមានឃ្លោកខ្ញុំអត់ដាក់តឡាចឬក៏ននងទេដោយសារខ្ញុំមិនបានទៅផ្សារខ្ញុំមានតែបន្លែប៉ុណ្ណឹងខ្ញុំក៏ផ្សំចូលគ្នាតែប៉ុណ្ណឹងទៅចាហើយនេះនាងខ្ញុំដាក់អំបិលជាមួយប៊ីចេងហើយនឹងស្ករខ្ញុំដាក់តែបន្តិចទេព្រោះដោយសារដូចខ្ញុំបានប្រាប់ចឹងបន្លែផ្អែមរបស់យើងវាមានជាតិផ្អែមស្រាប់ហើយគួបផ្សំជាមួយនឹងល្ពៅឃ្លោកអីនឹងទាំងអស់នឹងសិតតែជាបន្លែដែលចេញសារធាតុផ្អែមជួយដល់ស្លរបស់យើងកាន់តែឆ្ងាញ់អញ្ចឹងណាស្លក់ពីច្រើនខ្ញុំថែមជាមួយប្រេងឆាតែដោយសារត្រីនេះវាមានខ្លាញ់ច្រើនហើយអញ្ចឹងខ្ញុំអត់ដាក់ប្រេងឆាទេយើងបន្លែយើងដឹងតែទុនស្រាប់ហើយចាហើយត្រីក្បាលត្រីដៀបនេះបងប្អូនមិនថាយើងយកមកស្លក់ចឹងឯងបើបានស្ងោរជាមួយនឹងផ្អកត្រីប្រាហើយបងផ្សិតអញ្ចឹងមកអូយបងប្អូននិយាយពីឆ្ងាញ់ចាអានេះស្លរបស់នាងខ្ញុំចិត្តឆ្អិនខ្ញុំបងបន្លែខៀវមានផ្ទីមានស្លឹកបាសហើយនឹងបន្លែផ្អែមមិញហ្នឹងអូយចូលគ្នាឲ្យចុងក្រោយនេះដាក់បកាបាន 4-5 គ្រាប់បកានេះខ្ញុំមើលក្នុងទូទៅឃើញវានៅសល់ខ្ញុំក៏យកមកបោយជាមួយនឹងស្លក់ចឹងទៅវាថែមរសជាតិស្លយើងនឹងវាកាន់តែឆ្ងាញ់អីមកទឹកទៀតចឹងទៅចាឲ្យវាមានជាតិជៅណាឆ្ងាញ់ណាបងប្អូននៃស្លរបស់នេះខ្ញុំក៏រួចរាល់ដែរចាបងប្អូនអាចសាកធ្វើស្លនេះហូបទាំងអស់គ្នាណាស្លនេះមែនទែនទៅជួយសារពាង្គកាយយើងច្រើនណាចាហើយស្លឆ្អិនហើយនឹងល្ងាចញ៉ាំហើយនឹងល្ងាចឡើងនឹងក៏នាំគ្នាមើលជីកកាយគាស់តំណាំដាំឡើងវិញតំណាំណាដែលវាចាស់ហើយយើងក៏កាត់ចោលទៅហើយអាណាដីនៅទនេអីយើងដាក់ដាំអីផ្សេងថែមបន្តទៀតចឹងណាបងប្អូនចាហើយដល់ពេលយើងដាំហើយស្រូចទឹកស្រូចអីទៅហើយដល់ពេលយប់ឡើងខ្ញុំមកមើលកូនប្រុសខ្ញុំវាស្ទាបទៅរៀងក្តៅស្ទីងឲ្យគាត់លេបថ្នាំហើយតម្រាំគាត់លេបថ្នាំទៅបងប្អូនអើយធ្លាប់តែលេបមកសារ៉ាងទៅអស់ដល់ពេលថ្នាំលើកនឹងវាច្រើនយើងលេបអេហ្វេរ៉ាកង់ថ្នាំតាមគីឡូអញ្ចឹងគាត់20គីឡូជាងយើងបូម
2 ដងបានគាត់ញ៉ាំអស់ហើយគាត់អត់សូវចូលចិត្តញ៉ាំថ្នាំយូរធ្លាប់តែញ៉ាំតាមម៉ាសភាល្មមដល់ពេលនេះត្រូវញ៉ាំច្រើនដោយសារយកបើយើងអត់បានទៅណាក៏ឲ្យគាត់លេបតែប៉ុណ្្នឹងទៅអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាជំរាបលាបាយបាយ